មកបងប្អូនមកមើលរបៀបដូរសបកកង់ក្រោយម៉ូតូទាំងអស់គ្នាណាបងប្អូនមានដំបូងយើងដោះកង់ចេញមកសិនណាបងប្អូនដោះចេញកង់មកខាងក្រៅបានសិនហើយតមកយើងកោះសម្បកចេញយកពវៀនចេញណាបងប្អូនតោះទស្សនាទាំងអស់គ្នាងាយស្រួលសម្រាប់បងប្អូនដែលថានៅផ្ទះចង់ដូរសបកលេងខ្លួនឯងអីចឹងណាចង់ដូរសបកធំដាក់កង់តូចបងប្អូនក្មេងៗអីចឹងទៅនឹងឥឡូវជំហានដំបូងយើងត្រូវយើងចុចបន្ធូរខ្យល់ក៏បានដែរបងប្អូនតែបើខ្ញុំអត់បន្ធូរខ្យល់ទេគឺខ្ញុំដោះបណ្ដូលក្នុងវាកឡោតពវៀនហ្នឹងចេញត្មងឲ្យវាចេញខ្យល់លឿនរួចហើយយើងសម្បាច់សបកឲ្យវាធ្លាក់ហាមចេញពីម៉ូតូណាបងប្អូនរួចយើងតម្លាក់អស់ហើយពេលដែលយើងដាក់ដេកកោះយើងសម្បាច់វាមកជុំមកគឺងាយគឺអត់តឹងទេកោះមកធូរនេះសម្រាប់សបកម៉ូតូអាសង់កាឡាអាសង់យើងធម្មតាណាបងប្អូនតែបើកាឡាកង់ឡានកាឡាអាត្រៃអីគឺរាំងពិបាកកោះបន្តិចពូសបកវារឹងជាងអានេះសបកអាសង់យើងធម្មតាវាទន់ស្រួលហូតចេញមកដកពវៀនចេញមកលុចឃើញទេបងប្អូនងាយអញ្ចឹងបងប្អូនដែលចង់ដូរសបកដូរពវៀនខ្លួនឯងនៅផ្ទះហ្នឹងគឺអាចមើលវីដេអូនេះបានបងប្អូនឥឡូវនេះខ្ញុំដាក់ចូលសបកទៅកាមរាយម្ដងព្រោះម៉ូតូនេះម្ចាស់គេឲ្យដូរពីកាមប្រទេសមកដាក់កាមរាយវិញមូលហេតុបងប្អូនគឺវាឡោកដុំប្រាំងដែលចឹងទៅម្ចាស់គេគឺគេអត់ឆ្លងដុំប្រាំងទេគេមានកាមរាយចឹងគេយកកាមរាយឲ្យខ្ញុំដាក់ចឹងណានេះខ្ញុំបានបញ្ចូលសបកហើយបងប្អូនងាយឲ្យតែយើងយកចិត្តទុកដាក់នឹងការងារគឺអត់ពិបាកទេបងប្អូនអញ្ចឹងយើងមើលតាមនឹងទៅយើងដាក់សបកចូលរួចហើយពវៀនញុកវាចូលកវ៉ាល់ចឹងមកយើងមូខ្ចៅវាបន្តិចមកការពារកុំឲ្យវាចូលទៅក្នុងវិញណាបងប្អូនហ្នឹងហើយយើងបញ្ចូលតាមនឹងមកអត់ពិបាកទេបងប្អូនស្រួលយើងព្យាយាមមើលទៅបើសិនជាបងប្អូនអាចថាអត់សូវច្បាស់យើងមើលមើលម្ដងទៀតទៅបងប្អូនណាអីសបកវងពួកសបកអសង់កាឡាធម្មតាចេះគឺចកត់ដៃតិចមកវាអាចនឹងចិត្តចូលបងប្អូនសបកខ្លះយើងជន់ជើងក៏ចូលដែរបងប្អូនណាអញ្ចឹងនេះខ្ញុំគឺខ្ជិលងើបជន់គឺខ្ញុំដាក់ដេកកោះតាមពិតវាអត់តឹងទេគឺធូរទេអញ្ចឹងខ្ញុំដាក់ដេកកោះតាមតិចមកគឺចូលហើយអញ្ចឹងងាយបងប្អូនយើងមើលតែប៉ុណ្្នឹងអាចបងប្អូនធ្វើកើតការងារដែលយើងថាខ្ជិលទៅជាងអីចឹងណាហ្នឹងហើយយើងធ្វើនៅផ្ទះខ្លួនឯងយើងសំខាន់ឲ្យតែមានសោលេខ14 19និង12អញ្ចឹងណាអរគុណបងប្អូន